នេះបានបបរទៀតហើយបងប្អូនស្លឹកបាសជាមួយនឹងដលងជ្វាមុននឹងយកទៅធ្វើបបរគឺខ្ញុំសោះទឹកក្តៅវាមកពុះសិនណាបន្ទាប់មកគឺខ្ញុំយកទៅចិញ្ច្រាំវាឲ្យល្អិតដាក់ជាមួយនឹងបាយមកស្លាបព្រាជាមួយនឹងពងតែចំពោះពងដូចនេះគឺខ្ញុំអត់បានធ្វើការស្ងោរទេគឺខ្ញុំវាយពងទាំងសទាំងក្រហមចូលគ្នាហើយនៅពេលដែលខ្ញុំដាក់បបបាយនឹងបន្លែនឹងចូលគ្នារៀងហីចហើយគឺខ្ញុំចាក់ជាមួយនឹងពងមាន់ដែលខ្ញុំក្លុកចូលតែម្ដងចាបងប្អូនហើយបបនេះធ្វើឆ្អិនហើយគឺអ្នកដែលត្រូវញ៉ាំអត់ទាន់បានញ៉ាំទេព្រោះបងប្អូនស្ដាប់សលេងមើលផ្សេងដល់ទៅធ្វើអេតកើតទេគឺគាត់ខូចផងគាត់ឃ្លានផងអញ្ចឹងបបឆ្អិនហើយមានតែទុកសិនហើយពេលដែលយើងបបហ្នឹងមានឡើងពពុះបែបនេះបងប្អូនកុំភ្លេចដូរពពុះចាវមិនបាច់យកពពុះហ្នឹងទេដូរពពុះនឹងចាវហើយចំពោះអ្នកដែលត្រូវញ៉ាំបបហ្នឹងឥឡូវអត់ទាន់បានញ៉ាំទេដាក់កូកូឲ្យសិនហើយព្រោះបបធ្វើឆ្អិនហើយអត់ទាន់មានពេលក្លុកមានពេលអីសែកយំពេកអញ្ចឹងមានតែឲ្យកូកូសិនណាមួយពេទ្យគាត់និយាយថាឲ្យកូកូកូនជាចាំបាច់ជាងបវរព្រោះថាបវរគ្រាន់តែជាការចាប់ផ្ដើមនៃការផ្ដល់ជីវជាតិបន្ថែមឲ្យគាត់តែចំពោះវ័យគាត់ឥឡូវហ្នឹងចាំបាច់បំផុតគឺទៅដោះគោដែលគាត់អំបោះថ្ងៃនេះអរគុណច្រើនបងប្អូន